សួស្តីប្រិយមិត្តទាំងអស់គ្នាតាអ្នកធ្លាប់ឮពាក្យគេថាពេលខ្លះមនុស្សដែលស្លាប់ទៅហើយអាចនឹងត្រឡប់មកវិញប្រសិនបើកិច្ចពិធីសាសនាធ្វើមិនបានត្រឹមត្រូវដែរឬទេថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយរឿងរ៉ាវពិតដ៏រន្ធត់មួយដែលត្រូវបានដកស្រង់ចេញពី podcast ដ៏ល្បីបំផុតរបស់ឥណ្ឌូនេស៊ីគឺ Lentera Malam តើមានអ្វីកើតឡើងនៅយប់នោះតើហេតុអ្វីបានជាវិញ្ញាណសពមិនព្រមទៅចាប់ជាតិកុំឲ្យខាត់ពេលយូរយើងទៅតាមដានសាច់រឿងទាំងស្រុងជាមួយគ្នាសាច់រឿងនេះផ្ដោតទៅលើគ្រួសារមួយដែលទើបតែបាត់បង់សមាជិកជាតិទីស្រឡាញ់នៅក្នុងភូមិដាច់ស្រយាលមួយនៃប្រទេសឥណ្ឌូនេស៊ីកាលណាមានមនុស្សស្លាប់គេតែងតែរៀបចំពិធី Tahlilan វាគឺជាពិធីសូត្រមន្តឧទ្ទិសកុសលដែលធ្វើឡើងរយៈពេល7យប់ជាប់ៗគ្នាក្នុងកំឡុងពេលបុណ្យសពនោះបុរសម្នាក់ដែលត្រូវជាអ៊ំរបស់សារ៉ាសបានមកប្រាប់ឲ្យយកសាកសពរបស់ឪពុកទៅធ្វើបុណ្យនឹងបញ្ចុះសពនៅភូមិប៊ូសាយ៉ាប៉ុន្តែនាងមិនព្រមនោះទេសារ៉ាសចង់បញ្ចុះសពឪពុករបស់នាងនៅជិតជាមួយនឹងភ្នំម្ដាយរបស់នាងក្នុងកំឡុងពេលសូត្រមន្តនោះឪពុករបស់សារ៉ាសស្រាប់តែមានអារម្មណ៍មិនស្រួលអាចារ្យនិងអ្នកសូត្រផ្សេងៗនាំគ្នាផ្អើលដោយឃើញហេតុការណ៍យ៉ាងចម្លែកនេះតែការពិតហេតុការណ៍ទាំងអស់នោះវាគ្រាន់ជាការយល់សប្តិរបស់ Sarah តែប៉ុណ្ណោះទេនៅក្នុងយល់សប្តិនោះនាងក៏បានឃើញឪពុករបស់នាងស្ដីឲ្យនាងផងដែរថាវាជាកំហុសរបស់នាងដែលមិនព្រមធ្វើតាមពូរបស់គេលុះព្រឹកឡើងស្រាប់តែបាត់សពរបស់ឪពុករបស់សារ៉ាសពួកគេបានភ័យជាខ្លាំងដោយក្នុងចិត្តគិតថាប្រហែលជាពូរបស់គេបានលួចយកសាកសពរបស់គេទៅធ្វើបុណ្យនៅភូមិនោះពេលនោះសំឡេងទូរស័ព្ទក៏បានលឺឡើងដោយពូរបស់គេបានខលមកប្រាប់ថាសពរបស់ឪពុកឯងស្រាប់តែមកដល់ផ្ទះរបស់ពូពេលទៅដល់សារ៉ាសបានស្ដីបន្ទោសឲ្យពូរបស់គេថាហេតុបានជាយកសពឪពុកគេមកទីនេះប៉ុន្តែកូនរបស់គាត់បានប្រាប់ថាគាត់មិនបានយកមកនោះទេពេលដែលគាត់ត្រឡប់មកវិញគាត់មិនបានទៅណានោះទេព្រឹកឡើងស្រាប់តែឃើញសពនោះនៅមុខផ្ទះតែម្ដងកាត់មកដល់ពេលយប់អ្នកភូមិនិងអាចារ្យផ្សេងៗបាននាំគ្នាសូត្រមន្តតាមប្រពៃណីរបស់ពួកគេប៉ុន្តែពេលនោះស្រាប់តែមានឈាមចេញមកពីសាកសពនៅយប់នោះឯងបារីយាកាសក្នុងផ្ទះស្រាប់តែប្រែជាត្រជាក់ស្រែបតួអង្គឯស្រីចាប់ផ្ដើមឮសំឡេងជើងដើរលើផ្ទះទាំងកណ្ដាលលាត្រៀតមិនមែនត្រឹមតែសំឡេងទេតែវិញ្ញាណនោះចាប់ផ្ដើមបង្ហាញខ្លួនឲ្យឃើញផ្ទាល់ភ្នែកក្នុងរូបរាងដ៏គួរឲ្យរន្ធត់បំផុតពេលដែលយូថាសកំពុងងូតទឹកឲ្យឪពុករបស់គេស្រាប់តែមានជើងមួយគូឈរនៅក្បែរនោះយូថាសក៏អ៊ុនមើលស្រាប់តែមានដៃមួយចាប់ក្បាលរបស់គេជ្រមុជចូលទឹកពាងពូរបស់ពួកគេបានប្រាប់ថានេះជាវេទមន្តខ្មៅដូច្នោះត្រូវបញ្ចុះសពរបស់ពួកគេនៅថ្ងៃសុក្រដែរនៅសល់2ថ្ងៃទៀតព្រឹកឡើងពួកគេបាននាំសពទៅបញ្ចុះនៅទីតាំងដីដែលបានជីរួចហើយប៉ុន្តែដោយសារមេឃភ្លៀងខ្លាំងពេករណ្ដៅដែលជីកនោះត្រូវបានទឹកហូរចូលមិនបញ្ចុះបានក៏សម្រេចចាត់ទុកសពនៅមួយយប់ទៀតក្នុងកំឡុងពេលសូត្រមន្តនោះភ្លើងចាប់ផ្ដើមដាច់ផ្គររន្ទះចាប់ផ្ដើមពន្លីឡើងហើយក៏ផុសចេញស្រមោលខ្មៅចេញមកពួកគេបានធ្វើពិធីសូត្រទឹកមន្តនិងងូតទឹកមន្តដើម្បីគេចផុតពីរឿងអាក្រក់ៗទាំងនោះប៉ុន្តែសម្រាប់សារ៉ាសនិងប្អូនរបស់គេពួកគេតែងតែជួបរឿងចម្លែកៗនិងស្រមោលខ្មៅតាមលងបន្លាចមិនឈប់ឈរ
នៅពេលសារ៉ាស់មកដល់ផ្ទះវិញ Yudis បានសួរទៅបងស្រីរបស់គេថាហេតុអ្វីសាច់ញាតិរបស់គេត្រូវស្លាប់ក្នុងថ្ងៃ14គ្រាប់គ្នាពេលនោះសារ៉ាស់ត្រូវបានវិញ្ញាណមួយចូលខ្លួនហើយពេលពូរបស់គេមកដល់គាត់ក៏ចាប់សារ៉ាស់រុំដោយខ្មោចហើយចងជាប់នឹងកៅអី Yudis ក៏បានរត់មកឲ្យអ្នកភូមិជួយបងស្រីរបស់គេប៉ុន្តែគ្មានអ្នកណាទៅជួយនោះស្រាប់តែជួបជាមួយមេភូមិគាត់ក៏ទៅជួយពេលនោះសាច់រឿងបានលាតត្រដាងឲ្យយើងឃើញទាំងអស់ថាគ្រប់យ៉ាងជាគំនិតរបស់ពូគេទាំងអស់ពេលដែលមេភូមិមកដល់សារ៉ាស់ត្រូវបានវិញ្ញាណខ្មោចនោះជួលខ្លួនហើយក៏សម្លាប់ពូរបស់សារ៉ាស់ដោយភ្លើងចុងបញ្ចប់មេភូមិនិងអ្នកភូមិផ្សេងទៀតបាននាំគ្នាសូត្រមន្តអាគមដល់ដើម្បីបណ្ដេញវិញ្ញាណខ្មោចនោះចេញពីសារ៉ាស់ជាចុងក្រោយតើអ្នកជឿទេថាព្រលឹងសពពិតជាអាចត្រឡប់មកវិញបានមែនសូមខមមិននៅខាងក្រោមសូមអរគុណសម្រាប់ការតាមដានវីដេអូសម្ដែងរឿងមួយនេះបើចូលចិត្តកុំភ្លេចចុច like share និង comment ប្រាប់ខ្ញុំផងថាតើអ្នកធ្លាប់ជួបរឿងរ៉ាវចម្លែកក្រៅពិធីបុណ្យសពដែរឬទេជួបគ្នានៅវីដេអូក្រោយសូមអរគុណ